លើកប្តីសង្ហាទីបំផុតលើកត្រឡប់មកវិញហើយតើនាងនៅផ្ទះរហូតមែនទេត្រូវហើយរ៉ាន់ធ្វើខ្លួនល្អណាស់តែងតែលេងនៅក្នុងផ្ទះលោកម្ចាស់បានត្រឡប់មកវិញហើយខ្ញុំស្មានថានាងទៅដើរលេងតាគេចាប់ផ្ដើមសង្ស័យខ្ញុំមិនខានទេបងប្រុសជីតើនាងមកបានដោយរបៀបណាទេនាងទើបតែមកផ្ទះវិញខ្ញុំដឹងហើយថាឯងបានរៀបការទើបបានជានាំនាងមកមើលទៅបងប្រុសជីសុំតោះបើសិនជាលោកប៉ាខ្ញុំមិនឲ្យខ្ញុំទៅបរទេសទេបងក៏មិនត្រូវរៀបការជាមួយស្រីល្ងងដែរប៉ារបស់នាងធ្វើដើម្បីឲ្យនាងល្អទេបានហើយឯងទៅវិញមុនសិនទៅខ្ញុំមានធុរកិច្ចខ្លះចង់និយាយជាមួយយ៉ាលីចាបានបងប្រុសជីជួបគ្នាពេលក្រោយយ៉ាលីបានលោកតារឿងកលាពណ៌ក្រហមនោះតើបានដំណឹងយ៉ាងម៉េចដែរទុកពេលឲ្យគេ3ថ្ងៃនាងគឺជាប្រពន្ធល្ងងរបស់បងប្រុសជីមែនទេបងស្រីស្អាតបងគឺជាអ្នកណាទេខ្ញុំជាមនុស្សជាទីស្រឡាញ់របស់បងប្រុសជីមនុស្សជាទីស្រឡាញ់អញ្ចឹងហេតុអីបងមិនរៀបការជាមួយនឹងគាត់ទេឈិនរ៉ាន់ខ្ញុំប្រាប់នាងមិនស័ក្តិសមជាមួយគាត់ទេបើនាងថាអ្វីល្អសម្រាប់នាងប្រញាប់តែលេងលះហើយចាក់ចេញពីគ្រួសារជីទៅនាងហេរុយខ្ញុំផងខ្ញុំនឹងវាយនាងកុំវាយខ្ញុំអីខ្ញុំខ្លាចហើយកុំខ្លាចអីខ្ញុំគ្រាន់តែលលេងជាមួយនាងទេណាពេលខ្ញុំឮថានាងនៅមន្ទីរពេទ្យផ្លូវចិននាងចូលចិត្តផឹកទឹកកខ្វក់និងរសសម្រាមស៊ីថ្ងៃនេះនាងត្រូវផឹកទឹកនៅទីនេះឲ្យអស់ខ្ញុំមិនអាចផឹកទឹកនៅទីនេះបានទេមិនមែនស្ថិតលើនាងជាអ្នកសម្រេចទេឆាប់ទៅផឹកទេឆាប់ផឹកភ្លាមទេខ្ញុំមិនផឹកទេលេងខ្ញុំទេចង់ធ្វើបាបខ្ញុំមែនទេនាងគិតខុសហើយនាងទៅផឹកដោយខ្លួនឯងទេខ្ញុំនឹងសម្លាប់នាងឈប់ភ្លាមតើនាងកំពុងធ្វើស្អីបងប្រុសជីបងមកប្រពន្ធរបស់រៀបការជាមួយទេនាងប្រហើនណាស់ហ៊ានធ្វើបាបខ្ញុំប៉ុន្តែនាងបានច្របាច់ដៃរបស់ខ្ញុំឈឺខ្លាំងណាស់មិនអីទេបន្តិចបន្តួចទេចាំទៅស្អំតកបងប្រុសជីខ្ញុំជាអ្នករងគ្រោះហើយតែបងការពីស្រីល្ងងម្នាក់ហ្នឹងខ្ញុំឃើញនាងធ្វើដោយផ្ទាល់ភ្នែកនាងនឹងចង់ប្រកែកទៀតមែនទេមិនមែនបែបនោះទេនាងនិយាយថាមានរឿងអីកើតឡើងគឺនាងជាអ្នកវាយខ្ញុំមុនហើយនាងនិយាយថាលោករៀបការជាមួយខ្ញុំគឺដើម្បីតែផលប្រយោជន៍ទេនៅមែនទេនាងបាននិយាយថាខ្ញុំមិនស័ក្តិសមជាមួយនឹងលោកទេឲ្យខ្ញុំទៅលេងលះជាមួយនឹងលោកទេហេតុអីក៏នាងប្រាប់គេបែបនេះបងប្រុសជីនាងមិនបានល្ងងដូចបងឃើញទេនាងគ្រាន់តែសម្ដែងទេសៀវវ៉ានាងប្រកាសជាដឹងកាលៈទេសៈច្បាស់ណាស់ទីនេះជាផ្ទះរបស់អ្នកណាគេនាងហ៊ានប៉ះពាល់មនុស្សស្រីរបស់យើងផងយើងទៅនាងនៅឈឺដែរទេលោកប្តីបងមិនទុកខ្ញុំទេខ្ញុំបានធ្វើឲ្យមនុស្សជាទីស្រឡាញ់បងត្រូវរងរបួសខ្ញុំមិនមែនជាអ្វីនឹងគេទេបើគេធ្វើបាបនាងទៀតនាងត្រូវតែប្រាប់ខ្ញុំកុំឲ្យគេធ្វើបាបបានទៀតលោកយាយវ៉ានីងលោកយាយក៏មិនចូលចិត្តខ្ញុំដែរមែនទេបានហើយតែមានរឿងអីកើតឡើងទេអ្នកណាគេធ្វើឲ្យអញខ្លាចទៅជាបែបនេះលោកយាយអ្នកណាគេទៅឆោតនិយាយមកចាំនិយាយទៅចិត្តការគេឲ្យគឺជាប្រពន្ធល្ងងរបស់បងប្រុសជីរៀបការជាមួយនោះអីឈិនរ៉ាន់មែនហើយនាងទៅតែបណ្ដាទៅនេះពិតជាមិនដឹងច្បាប់ទម្លាប់អីមែនសូម្បីតែខ្ញុំក៏នាងមិនមកគ្រប់ដែរឥឡូវនេះនៅធ្វើបាបអញទៀតតោះទៅលោកយាយនឹងទៅផ្ដល់មេរៀនឲ្យគេតើនរណាគឺជាឈិនរ៉ាន់លោកយាយហេតុអីមកទីនេះកូនឆ្កែធ្លាក់ទឹកនេះបើជាហ៊ានហៅម្ចាស់មកជួយផងនាងជាចៅប្រសាខ្ញុំមែនទេគឺជាកូនឈប់ភ្លាមគំរោនឈប់ភ្លាមគំរោននាងយករបស់នេះទុកទៅ